ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាតោះយើងចូលមកមើលការរៀបចំដេក័រនៅ Condo Urban Village ចានេះអញ្ចឹងយើងចូលមកដល់ភ្លាមគឺយើងមើលឃើញមានតុបារចាអញ្ចឹងយើងចូលមកបន្តមកគឺយើងមានឃើញតុទទួលភ្ញៀវសាឡុងចាយើងមានរៀបចំជាវាំងននទូតាំងទូនិងម៉ាស៊ីនត្រជាក់ជាក់ស្ដែងទីតាំងរបស់ខាងពួកខ្ញុំដែលដេក័រនេះគឺយើងរៀបចំសិតតែប្រភេទ quality ចាប្រភេទទូវិញគឺជាប្រភេទទូសាច់ក្រាស់យើងគូទៅឃើញហើយសម្រាប់ទ្វារវិញយើងជាប្រភេទ slide ប៉ុន្តែ slide យើងរុញទៅគឺស្រូបតែម្ដងគឺប្រភេទបូមណាអញ្ចឹងអ្នកទាំងអស់គ្នាពេលបើកបិទអីគឺអត់បីភ័យខ្លាចថាវារាន់ឬសលេងធុងតាំងអីទេហើយសូម្បីតែទ្វារទូប្រឆយើងវិញសិតសឹងតែជាប្រភេទ quality ទាំងអស់សាច់ឈើក្រាក់គ្រប់ទីកន្លែងទាំងអស់ហើយយើងងាកមកមើលខាងនេះវិញខាងនេះគឺយើងមានសាឡុងយើងកាត់ជូនភ្ញៀវជាប្រភេទកាមញីសាច់ស្អាតហើយក្រាស់តុនទៅអង្គុយតុនស្រួលមែនតើចាហើយប្រភេទតុវិញគឺយើងរៀបចំអតិថិជនដើម្បីមានភាពងាយស្រួលគឺយើងធ្វើជាកូនកៅអីនៅខាងក្រោមហ្នឹងអញ្ចឹងយើង custom ចាយើងអាចអង្គុយភ្ញៀវអញ្ចឹងទៅយ៉ា custom ភ្ញៀវស្រួលមែនតើហើយចំណេញ space គឺយើងឈប់អង្គុយឬក៏អស់ភ្ញៀវដែលគាត់មកលេងយើងអាចរុញរៀបចូលទៅខាងក្នុងវិញទៅអញ្ចឹងយើងមកមើលនៅខាងនេះវិញយើងមានរៀបចំជូនភ្ញៀវជាទូស្បែកជើងពេលចូលមកភ្លាមគាត់អាចអង្គុយចាដូរស្បែកជើងចាអូខេបងប៉ុន្តែនេះភ្លេចមួយនេះមកមើលតិចមកតិចមកនេះឃើញនេះវាំងននយើងជាប្រភេទក្រាស់ហ្នឹងហើយនេះកាត់ពលឺបាន 95% ហើយវាមានពីរជាន់ណាវាមានជាប្រភេទស្បៃផងនិងប្រភេទវាំងននផងពីភ្លេចមើលខលថតក៏សុទ្ធសឹងតែជាចំនួនចុងក្រោយដែរបានថាចំនួនចុងក្រោយមិនគឺយើងព្រីនលើកណាត់ហ្មងហើយយើងធ្វើជាសុំចុងក្រោយមិនខ្ញុំមិនដឹងថាវាចេញយូរឬក៏ឆាប់ទេប៉ុន្តែគឺសិតតែចំនួនចុងក្រោយហើយ color វាដិតស្អាតមែនទែនអូខេតោះតែមើលតែជាការបាយបន្តទៀតសម្រាប់ជាក្រានបាយយើងមិនមើលច្រើនទេឃើញប៉ុណ្ណឹងនឹងក៏ស្អាតហើយយើងមកពាក់វ៉ាសេតជូនភ្ញៀវតែម្ដងតោះយើងទៅមើលខាងក្នុងទៀតអេតាមកូនស្រីគេដល់បន្ទប់ចង់មើលមែនចូលមកតោះនៅក្នុងខាងក្នុងបន្ទប់គឺយើងមានជាទូកៅអៅយើងប្រើ slide ធំតែម្ដងហើយខាងក្នុងទូយើងមានថតកែទូចសម្រាប់ដាក់គ្រឿងសម្ភារៈផ្សេងអញ្ចឹងណាហើយស្រឡាញ់ព្យួរគឺយើងមានពីរថ្នាក់ឲ្យខាងលើយើងអាចដាក់ស្តុកអីវ៉ាន់អីផ្សេងបានហើយ slide យើងប្រើប្រភេទបូមដូចគ្នាចាអត់បាច់ពិបាកឬក៏លឺសលេងអីផ្សេងយើងអាចឆ្នៃនេះខាងក្រោមនេះយើងបានរៀបចំជូនភ្ញៀវតាយើងអាចដាក់សម្ភារៈផ្សេងចំណេញច្រើនណាខាងក្រោមខែនេះគឺយើងមានសម្ភារៈផ្សេងយើងអាចដាក់ចូលទៅខាងក្នុងនឹងបានតោះឥឡូវយើងចូលមកមើលបន្តទៀតសម្រាប់តុកៅអីនេះគឺខាងពួកខ្ញុំ custom ធ្វើសម្រាប់ជូនភ្ញៀវផ្ទាល់តែម្ដងចាពិសេសជាងគេគឺអត់មានលក់ខាងក្រៅទេណាចង់បាន design mode អីថ្មីតុកៅអីប្លែកអាចតាក់ទងមកខាងពួកខ្ញុំបាននិយាយទៅក្នុងបន្ទប់នេះគឺសម្ភារៈ full តែម្ដងចាអញ្ចឹងយើងតោះទៅមើលបន្ទប់មួយទៀតយើងមានបន្ទប់មួយទៀតនៅខាងក្នុងហ្នឹងតោះចូលមកមើលបន្ទប់ទី2ចាសម្រាប់ការរៀបចំវិញគឺมันខុសពីបន្ទប់ទី1ហ្មងទេតែយើងនៅតែបញ្ជាក់ពីគុណភាពដដែលចាគុណភាពគឺ quality គ្រប់បន្ទប់គ្រប់អីវ៉ាន់ទាំងអស់ដែលពួកខ្ញុំបំពាក់ជូនភ្ញៀវចានិយាយជារួមទៅតោះដែលសម្លាញ់ចូលមកនិយាយតិចមកទស្សនាទាំងអស់គ្នាខ្ញុំមកបណ្ឌិតមកទៀតហើយនិយាយជារួមទៅមិនថាការងាររចនាក្តីការងារ design ហើយរចនាហ្នឹងហើយជាមួយនឹងការងារ decoration មួយការរៀបចំហ្នឹងសុទ្ធសឹងតែប្រាប់ការបានពេញលេញល្អមែនទែនហើយបានភៀវគាត់ជ្រើសរើសយកសេវាកម្មខាង aerial design មូលហេតុទីមែនទែនគឺពួកខ្ញុំធ្វើឲ្យគាត់មិនថា space ដើរទុកតែមកល្មមឲ្យគាត់ដើរក្រៅហ្នឹងប្រាប់បានពេញលេញមិនថាទូកៅអៅធ្នើក្តីក្រែគេងក្តីតុកធ្វើការក្តីគឺពេញលេញល្អស្អាតដូចអ្នកនរគ្នាបានមើលវីដេអូពីមុនមកអញ្ចឹងណាអញ្ចឹងអូខេសង្ឃឹមថាបាយយន្តយើងទៅគម្រោងមួយទៀតទាំងអស់គ្នាបាយបាយ